សួស្តីកូនៗទាំងអស់គ្នាយើងចូលទៅវិញ្ញាសាទី39គឺវិញ្ញាសាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់មុខវិជ្ជាប្រវត្តិជាបាទនៅក្នុងវិញ្ញាសាទី39របស់យើងគឺមាន4សំណួរសំណួរទី1ចែកចេញជា2ចំណុចកតើការបែកបាក់បន្ទាយលង្វែកបណ្ដាលមកពីមូលហេតុអ្វីចំណុចខតើប្រទេសកម្ពុជាជួបប្រទះនូវផលលំបាកអ្វីខ្លះក្រោយពីការបែកបាក់បន្ទាយលង្វែកសំណួរទី2គឺមាន4ចំណុចគឺចំណុចកខគនិងខចំណុចកតើមេដឹកនាំឥណ្ឌូនេស៊ីប្រើគំនិតអ្វីខ្លះដើម្បីបំផុសស្មារតីបង្រួបបង្រួមជាតិចំណុចខហេតុអ្វីបានជាមានការប្រកាសឯករាជ្យលើកទី1របស់ឥណ្ឌូនេស៊ីមិនបានសម្រេចចំណុចកតើពួកហូឡង់បានគាបសង្កត់លើចលនាជាតិនិយមដោយម្ដេចខ្លះនិងចំណុចខតើឯករាជ្យពេញលេញបានមកដោយកត្តាអ្វីខ្លះនៅពេលណាសំណួរទី3តាក់ទងទៅនឹងប្រទេសមីយ៉ាន់ម៉ាគឺមាន3ចំណុចដូចគ្នាដែលសំណួរនោះគឺនៅមីយ៉ាន់ម៉ាឧត្តមសេនីយ៍នេវីនបានឡើងកាន់កាប់អំណាចពីឆ្នាំ1962ដល់ឆ្នាំ1988កតើអំឡុងពេលនោះហេតុអ្វីបានជាមានមហាបាតកម្មរបស់ពួកនិស្សិតនៅរ៉ង់គូនទាមទារឲ្យឧត្តមសេនីយ៍នេវីនចុះចេញពីតំណែងខតើចលនាបាតកម្មរបស់និស្សិតមានគោលបំណងអ្វីកតើរដ្ឋាភិបាលបានធ្វើសកម្មភាពអ្វីខ្លះទៅលើចលនារបស់និស្សិតនិងសំណួរទី4គឺមាន2ចំណុចគឺចំណុចកនិងខចំណុចកតើព្រះហរិរៈរាមាធិបតីអង្គឌួងជាបុត្រក្សត្រអង្គណាសោយរាជ្យពីឆ្នាំណាដល់ឆ្នាំណានៅរាជវាំងឈ្មោះអ្វីនិងចំណុចខក្នុងការគ្រប់គ្រងប្រទេសតើព្រះហរិរៈរាមាធិបតីអង្គឌួងបានធ្វើកំណែទម្រង់សង្គមកម្ពុជាដូចម្ដេចខ្លះនេះគឺជាសំណួរវិញ្ញាសាទី9មុននឹងចូលទៅដល់ចម្លើយលោកគ្រូចង់ឲ្យកូនបន្ទាប់ពីបានទស្សនានិងស្ដាប់វីដេអូរបស់លោកគ្រូចប់ហើយប្រសិនបើកូនមានមតិយោបល់ឬក៏ចម្ងល់កូនអាច comment នៅខាងក្រោមវីដេអូរបស់លោកគ្រូហើយបើយើងយល់ថាវីដេអូនេះល្អកូនអាចចុច like បើយល់ថាវាមានប្រយោជន៍សូមកូនចុច share ចែករំលែកទៅកាន់មិត្តភ័ក្តិយើងដើម្បីពួកគាត់បានឃើញដូចគ្នាជាចុងក្រោយសូមកូនជួយចុច subscribe channel របស់លោកគ្រូមួយផងដើម្បីផ្ដល់ជាកម្លាំងចិត្តដល់លោកគ្រូនៅក្នុងការធ្វើវីដេអូថ្មីជាបន្តទៀតយើងចូលទៅចម្លើយនៃសំណួរទី1ដែលសួរអំពីមូលហេតុនៃការបែកបាក់បន្ទាយលង្វែកបាទនេះគឺជាមូលហេតុទី1គឺកត្តាព្រះរាជាបាទពេលនោះគឺព្រះបាទសត្ថាទី1ឆោតល្ងង់ទៅជួយរំដោះក្រុងអយុធ្យារបស់ស៊ីមចេញពីការត្រួតត្រារបស់ភូមាគឺព្រះមហាក្សត្រខ្មែរជួយស៊ីមចេញពីការគ្រប់គ្រងរបស់ភូមាប៉ុន្តែជាលទ្ធផលក្រោយពីស៊ីមបានឯករាជ្យពីភូមាហើយស៊ីមបកក្បាលមកខាងខ្មែរវិញចំណុចទី2គឺដោយសារកត្តាស៊ីមបាទស៊ីមរមិលគុណប្រើល្បិចបញ្ជូនសង្ឃមកយកការក្នុងបន្ទាយលង្វែករបស់ខ្មែរនិងប្រើប្រាស់ល្បិចផ្សេងដើម្បីចូលក្រុងរបស់ខ្មែរចំណុចទី3គឺវិបត្តិផ្ទៃក្នុងបាទដោយសារមន្ត្រីរាជវង្សានុវង្សនាម៉ឺនប្រជារាស្ត្រមិនពេញចិត្តជាមួយនឹងព្រះសត្ថាទី1ដែលតែងតាំងបុត្ររបស់ខ្លួនអាយុ11ឆ្នាំឲ្យគ្រងរាជ្យនិងបុត្រម្នាក់ទៀតអាយុ6ឆ្នាំជាមហាឧបរាជកត្តានេះហើយទើបធ្វើឲ្យប្រជារាស្ត្រនិងមន្ត្រីបាក់ទឹកចិត្តអស់ជំនឿលើព្រះមហាក្សត្រហើយស្មារតីប្រយុទ្ធប្រឆាំងជាមួយសត្រូវចុះខ្សោយកត្តាទី4គឺកត្តារាជខ្មែរបាទដោយសារតែរាជក្រីក្រឆោតល្ងង់ចាញ់កលលបាយផ្សេងរបស់ស៊ីមរហូតដល់មានការបំផ្លាញបន្ទាយលង្វែកដែលជាបន្ទាយរបស់ខ្លួនឯងសម្រាប់ការពារសត្រូវចំណុចទី5គឺបញ្ហាសាមគ្គីបាទនៅពេលនោះគឺខ្មែរហាក់ដូចជាបាត់បង់សាមគ្គីដោយសារតែព្រះមហាក្សត្រប្រព្រឹត្តអំពើមួយដែលធ្វើឲ្យរាស្ត្រនិងមន្ត្រីអស់ជំនឿលើព្រះមហាក្សត្រហើយទីបំផុតព្រះអង្គបាននាំបុត្ររបស់ព្រះអង្គភៀសខ្លួនទៅប្រទេសឡាវរត់ចោលប្រជារាស្ត្រនៅពេលដែលស៊ីមវាយប្រហារបន្ទាយលង្វែកយើងទៅចំណុចខនិយាយអំពីផលលំបាកដែលកម្ពុជាជួបប្រទះក្រោយពីបន្ទាយលង្វែកបែកបាក់បាទអញ្ចឹងប្រទេសកម្ពុជាជួបប្រទះនូវផលលំបាកជាច្រើនក្រោយពីការបែកបាក់បន្ទាយលង្វែកគឺមានដូចខាងក្រោមមួយប្រទេសជាតិអស់រដ្ឋាភិបាលធ្លាក់ជារដ្ឋទុនខ្សោយមួយនៅអាស៊ីអាគ្នេយ៍ទី2ខ្មែរបាត់បង់កេតនភណ្ឌជាតិក្បួនច្បាប់អ្នកប្រាជ្ញបណ្ឌិតវប្បធម៌ក៏ត្រូវស៊ីមឆក់ប្លន់យកអស់ទី3ប្រទេសធ្លាក់នៅក្នុងភាពអនាធិបតេយ្យគ្រោះទុរភិក្សពេញនគរទី4ព្រះរាជវង្សានុវង្សប្រព្រឹត្តអំពើពាលាលែងមានរដ្ឋាភិបាលលែងคล้ายទៅជាទីគោរពសក្ការៈរបស់ប្រជារាស្ត្រទី5ប្រជារាស្ត្រអស់ជំនឿលើព្រះមហាក្សត្រ
ដោយសារប្រជារាស្ត្របានឃើញនៅអំពើមួយចំនួនដែលព្រះមហាក្សត្របានធ្វើដែលធ្វើឲ្យប្រជារាស្ត្រលែងទុកចិត្តលែងគោរពព្រះមហាក្សត្រ 6 ប្រទេសកម្ពុជាបាត់បង់ខេត្តនៅភាគខាងលិចមួយចំនួនដូចជាច័ន្ទបុរីប្រចាំបុរីនគររាជសីមាបាត់ដំបងសៀមរាបនិងពោធិ៍សាត់ជាដើមបាទនេះគឺជាផលលំបាកដែលកើតចេញពីការបែកបាក់បន្ទាយលង្វែកយើងចូលទៅចម្លើយនៃសំណួរទី2បាទចំណុចកដើម្បីបំផុសស្មារតីបង្រួបបង្រួមជាតិមេដឹកនាំឥណ្ឌូនេស៊ីបានប្រើគំនិត3ធំធំទី1គឺផ្សព្វផ្សាយគំនិតជាតិនិយមទី2ផ្សព្វផ្សាយអំពីគោលលទ្ធិប្រជាធិបតេយ្យនិងទី3បង្កើតចលនាយុវជនជាតិនិយមបាទនេះគឺជាចំណុចដែលធ្វើឲ្យស្មារតីជាតិនៅឥណ្ឌូនេស៊ីមានការបង្រួបបង្រួមគ្នាយើងទៅចំណុចខនៃសំណួរទី2បានជាការប្រកាសឯករាជ្យលើកទី1របស់ឥណ្ឌូនេស៊ីមិនបានសម្រេចពីព្រោះជប៉ុនទម្លាក់អាវុធចុះចាញ់សង្គ្រាមលោកលើកទី2ទី2អាណានិគមហូឡង់បានវិលត្រឡប់មកធ្វើជាម្ចាស់អាណានិគមលើកទី2លើឥណ្ឌូនេស៊ីយើងទៅចំណុចកដែលសួរថាតើពួកហូឡង់បានគៀបសង្កត់ទៅលើអ្នកជាតិនិយមឥណ្ឌូនេស៊ីដូចម្ដេចបាទចម្លើយគឺពួកហូឡង់បានគៀបសង្កត់ទៅលើចលនាជាតិនិយមឥណ្ឌូនេស៊ីដូចខាងក្រោម1ចាប់អ្នកជាតិនិយមដាក់គុក2បង្ក្រាបចលនាជាតិនិយមរបស់យុវជនឥណ្ឌូនេស៊ីយ៉ាងព្រៃផ្សៃ3បំបត្តិវប្បធម៌ប្រពៃណីផ្សព្វផ្សាយគ្រឹះសាសនានិងរើសអើងពណ៌សម្បុរបាទចំណុចខដែលនៅក្នុងសំណួរទី3ដដែលឯករាជ្យពេញលេញរបស់ឥណ្ឌូនេស៊ីបានមកពីកត្តាដូចខាងក្រោមទី1គឺមានអគ្គមគ្គុទ្ទេសក៍ដឹកនាំដ៏ឈ្លាសវៃមានមាគ៌ានយោបាយត្រឹមត្រូវគឺលោកស៊ូកាណូទី2ប្រជាជនចូលរួមយ៉ាងផុសផុលនៅក្នុងនយោបាយទាមទារឯករាជ្យទី3ហូឡង់ព្រមប្រគល់ឯករាជ្យឲ្យឥណ្ឌូនេស៊ីដោយយកការគម្រាមកំហែងដាក់លក្ខខណ្ឌរបស់សហរដ្ឋអាមេរិកទៅលើហូឡង់និងទី4គឺឯករាជ្យរបស់ឥណ្ឌូនេស៊ីទទួលបានពេញលេញនៅថ្ងៃទី17ខែសីហាឆ្នាំ1950យើងចូលទៅចម្លើយនៃសំណួរទី3នៅប្រទេសមីយ៉ាន់ម៉ាអាដាមស្នេហ៍នេវិនបានឡើងកាន់អំណាចពីឆ្នាំ1962ដល់ឆ្នាំ1988កក្នុងអំឡុងពេលនោះមានមហាបាតកម្មរបស់និស្សិតនៅរ៉ង់គូនទាមទារឲ្យឧត្តមស្នេហ៍នេវិនចុះចេញពីតំណែងពីព្រោះលោកនេវិនបានកាន់អំណាចផ្ដាច់ការបង្កើតភាពអយុត្តិធម៌ក្នុងសង្គមហើយធ្វើឲ្យសេដ្ឋកិច្ចជាតិស្រុតចុះនិងពោរពេញទៅដោយអំពើពុករលួយយើងចូលទៅចំណុចខចលនាបាតកម្មរបស់និស្សិតនៅរ៉ង់គូនគឺមានគោលបំណង3ទី1គឺទាមទារឲ្យលោកនេវិនចុះចេញពីតំណែងទី2ទាមទារឲ្យមានការបង្កើតរដ្ឋាភិបាលថ្មីតាមបែបប្រជាធិបតេយ្យនិងទី3រៀបចំប្រព័ន្ធសេដ្ឋកិច្ចថ្មីយើងទៅចំណុចកដែលសួរថាតើរដ្ឋាភិបាលបានធ្វើសកម្មភាពអ្វីខ្លះទៅលើចលនានិស្សិតដែលបាតកម្មនៅរ៉ង់គូនបាទនេះគឺជាចម្លើយរដ្ឋាភិបាលបានធ្វើសកម្មភាពទៅលើចលនានិស្សិតដូចខាងក្រោមទី1រដ្ឋាភិបាលបានបញ្ជាឲ្យមានការបាញ់សម្លាប់គឺសម្លាប់និស្សិតប្រហែលជាង 3000 នាក់ទី2ហាមមិនឲ្យមានការប្រជុំឬជួបជុំមនុស្សដែលមានចំនួនលើសពី5នាក់ឡើងទៅទី3គឺមានការបិទសាកលវិទ្យាល័យទី4មានការចាប់ពួកប្រឆាំងដាក់គុកជាច្រើនអ្នកទី6រដ្ឋាភិបាលបានដាក់បម្រាមគោចរចាប់ពីម៉ោង8យប់ឡើងទៅអញ្ចឹងវិធានការដែលរដ្ឋាភិបាលភូមានៅពេលនោះបានដាក់ទៅលើចលនាប្រឆាំងហ្នឹងគឺធ្ងន់ធ្ងរមែនទែនដែលមានមនុស្សស្លាប់ប្រហែលជា 3000 នាក់សុទ្ធសឹងតែជានិស្សិតយើងទៅចម្លើយនៃសំណួរទី4ដែលនិយាយអំពីព្រះមហាក្សត្រខ្មែរគឺព្រះបាទអង្គឌួងបាទចំណុចកព្រះហរិរៈរាមាធិបតីអង្គឌួងព្រះអង្គគឺជាបុត្ររបស់ព្រះបាទអង្គឯងហើយព្រះអង្គសោយរាជ្យពីឆ្នាំ1840ដល់ឆ្នាំ1860ហើយរាជវាំងរបស់ព្រះអង្គគឺនៅវាំងស្បែកបាទចំណុចខនៅក្នុងការគ្រប់គ្រងប្រទេសព្រះបាទហរិរៈរាមាធិបតីអង្គឌួងបានធ្វើកំណែតម្រង់សង្គមកម្ពុជាដោយខាងក្រោមចំណុចធំទី1គឺវិស័យរដ្ឋបាលបាទគឺព្រះអង្គបានធ្វើការកែប្រែច្បាប់និងបន្ធូរបន្ថយសម្ពាធទៅលើវិស័យផ្សេងៗចំណុចធំទី2គឺវិស័យសេដ្ឋកិច្ចបាទនៅក្នុងរជ្ជកាលព្រះបាទអង្គឌួងវិស័យសេដ្ឋកិច្ចព្រះអង្គបានអនុវត្តដោយខាងក្រោមទី1ជំរុញឲ្យមានការស្ដារហេដ្ឋារចនាសម្ព័ន្ធទី2កសាងផ្លូវគមនាគមន៍ទំនប់កំពង់ផែសមុទ្រទី3គឺមានការបោះពុម្ពប្រាក់សម្រាប់សម្រួលដល់ជីវភាពប្រជាជនទី4គឺមានការបន្ថយពន្ធដារទី5ឲ្យគេទាររបបពួននិងផ្ដល់លទ្ធភាពឲ្យរដ្ឋរៀបចំថវិកាមួយចំនួនដែលមានតុល្យភាព
ចំណុចធំទី3ក្នុងវិស័យនយោបាយគឺព្រះមហាក្សត្រអង្គឌួងបានដឹកនាំប្រទេសដោយមានប្រជាជនចូលរួមគ្រប់គ្រងច្រើនចំណុចធំទី4គឺវិស័យវប្បធម៌បាទនៅក្នុងរជ្ជកាលរបស់បាទអង្គឌួងព្រះអង្គបានបង្កើតឲ្យមានសាលារៀនតាមវត្តឲ្យព្រះសង្ឃជួយបង្រៀនដល់កូនសិស្សមានការកសាងវត្តអារាមសាសនាមានការលើកទឹកចិត្តដល់អ្នកប្រាជ្ញកវីបណ្ឌិតដោយផ្ដល់ជាប្រាក់និងមធ្យោបាយផ្សេងទៀតនិងមានការជជែកពិភាក្សាជាមួយព្រះសង្ឃអំពីបញ្ហាសាសនានិងអក្សរសាស្ត្រខ្មែរវិញ្ញាសាទី39របស់យើងបានមកដល់ទីបញ្ចប់ហើយលោកគ្រូសូមអរគុណដល់កូនៗដែលបានទស្សនាវីដេអូរបស់លោកគ្រូតាំងពីដើមរហូតដល់ចប់ហើយលោកគ្រូសូមជូនពរឲ្យកូនៗទទួលបានជោគជ័យនៅក្នុងការប្រឡងបាទយើងនឹងជួបគ្នានៅវីដេអូក្រោយជាបន្តទៀត